បាទសួស្តីបងប្អូននិស្សិតទាំងអស់គ្នាវីដេអូនេះខ្ញុំធ្វើឡើងដើម្បីជាការដាស់តឿននិងក្រើនរំលឹកដើម្បីធ្វើឲ្យនិស្សិតមួយចំនួនគាត់មានការប្រុងប្រយ័ត្ននៅពេលដែលស្គាល់ឬក៏បង្កើតមិត្តភាពថ្មីជាមួយនឹងមនុស្សមួយចំនួននៅទីក្រុងភ្នំពេញដោយសារតែពួកគាត់ឃើញគេទៅនុយស្អាតគេប្រកែនិយាយចឹងទៅជួនកាលទៅក៏លងនៅក្នុងអ្វីដែលគេកំពុងតែបង្កើតជាមួយគាត់ប៉ុន្តែគាត់អាចនឹងភ្លេចខ្លួនថាបន្តិចម្ដងបុគ្គលទាំងនោះគឺมันប្រកាសថាជាអ្នកដែលមានចិត្តល្អនោះទេអញ្ចឹងវីដេអូនេះខ្ញុំសូមផ្ដាំទៅនិស្សិតមួយចំនួនដែលគាត់ស្គាល់មិត្តថ្មីនៅភ្នំពេញឲ្យមានការប្រុងប្រយ័ត្នមិនមែនជាការចោទប្រកាន់ថាឬក៏ហាមមិនឲ្យមានមិត្តភ័ក្តិទេប៉ុន្តែត្រូវប្រុងប្រយ័ត្ននៅពេលដែលយើងរាប់អានជាមួយអ្នកណាម្នាក់នៅទីក្រុងភ្នំពេញបងប្អូនទាំងអស់គ្នានៅពេលដែលយើងរាប់អានអ្នកណាម្នាក់នៅទីក្រុងភ្នំពេញដែលជាមនុស្សថ្មីដែលយើងមិនស្គាល់ប្រវត្តិរបស់ពួកគេនោះយើងត្រូវប្រុងប្រយ័ត្នអ្វីដែលយើងត្រូវប្រុងប្រយ័ត្ននោះគឺការឲ្យព័ត៌មានផ្ទាល់ខ្លួនរបស់យើងដូចជាអត្តសញ្ញាណប័ណ្ណដូចជាទីកន្លែងដែលយើងរស់នៅសាលារៀនដែលយើងទៅរៀនរាល់ថ្ងៃផងដែរហើយអ្វីដែលគួរឲ្យប្រុងប្រយ័ត្នបំផុតនោះគឺការឲ្យខ្ចីនៅទ្រព្យសម្បត្តិរបស់យើងដូចជាទូរស័ព្ទដៃ laptop និងម៉ូតូហើយលុយកាក់ដែលយើងកំពុងតែមិនសម្បូរធូរធារផងដែរអញ្ចឹងហើយដោយសារតែនៅភ្នំពេញយើងអត់ស្គាល់ប្រវត្តិគេទេយើងមិនអាចឲ្យព័ត៌មានផ្ទាល់ខ្លួនឬអ្វីដែលជាទ្រព្យសម្បត្តិរបស់យើងទៅឲ្យគេដោយងាយស្រួលដោយមិនមានការពារនោះទេអញ្ចឹងការរាប់អានមិត្តថ្មីជាការល្អប៉ុន្តែការឲ្យអ្វីទៅគេមួយត្រូវមានការប្រុងប្រយ័ត្នថាតើយើងមានអីបង្ការពារកុំឲ្យគេយករបស់យើងចេញពីយើងបានបាទទន្ទឹមនឹងនេះនៅពេលដែលគេបបួលយើងទៅណាមួយក៏អាចជាការគ្រោះថ្នាក់ផងដែរហេតុអីព្រោះអីនៅភ្នំពេញបើយើងរាប់អានអ្នករៀនគឺយើងនឹងរៀនណាតែបើយើងដើរលេងយើងនឹងដើរលេងផងដែរហើយបើសិនជាយើងជាអ្នកដែលចូលចិត្តចំណាយពេលឥតប្រយោជន៍ច្រើនគឺយើងនឹងចំណាយពេលឥតប្រយោជន៍ច្រើនផងដែរអញ្ចឹងការរាប់អានមិត្តភ័ក្តិនៅភ្នំពេញគឺគ្រាន់តែរំលឹកដាស់តឿនឲ្យយើងទាំងអស់គ្នាប្រុងប្រយ័ត្នតើអ្វីដែលយើងធ្វើនោះគឺជាគោលដៅដើមនៅពេលដែលយើងមករស់នៅហើយរៀននៅទីក្រុងភ្នំពេញដែរឬអត់អញ្ចឹងហើយវីដេអូនេះគ្រាន់តែជាការរំលឹកមួយដល់បងប្អូនថាត្រូវប្រុងប្រយ័ត្ននៅពេលដែលយើងរាប់អានមនុស្សនៅឯទីក្រុងភ្នំពេញពីព្រោះអ្នកដែលនៅជុំវិញខ្លួនរបស់យើងគឺជាអ្នកដែលនាំឲ្យយើងធ្វើអ្វីមួយទៅតាមក្រុមរបស់គេឬក៏យើងនឹងទទួលឥទ្ធិពលយ៉ាងខ្លាំងពីគេហើយយើងអាចនឹងដើរតាមគេយ៉ាងខ្លាំងនៅពេលដែលយើងរស់នៅគឺខ្លាំងជាងគ្រួសារតែម្ដងអញ្ចឹងវីដេអូនេះហើយយើងនឹងយើងទៅនឹងពិចារណាជាមួយគ្នាហើយមុននឹងសម្រេចចិត្តធ្វើការអីមួយត្រូវយើងប្រុងប្រយ័ត្នផងដែរបាទ